យាយសំដីមួយម៉ាត់អាចធ្វើឲ្យយើងរស់ឬអាចឲ្យយើងស្លាប់បានធ្វើឲ្យយើងមានឬក្របានធ្វើឲ្យយើងអស់បនស័កឬឡើងបនស័កបានយើងត្រូវតែចេះជ្រើសរើសភាសាសម្រាប់ប្រើជាមួយអ្នកតូចអ្នកធំអ្នកស្មើឬអ្នកប្រកាន់សាសនាក្មេងចាស់អ្នកចេះដឹងអ្នកមិនសូវចេះដឹងអ្នកនៅក្នុងទីក្រុងអ្នកនៅជនបទអ្នកស្គាល់គ្នាអ្នកមិនស្គាល់គ្នាអ្នកឈឺអ្នកជាអ្នកកើតទុក្ខអ្នករីករាយឡាក់ការនិយាយមានទាំងនិយាយលេងនិយាយសាច់ការនិយាយតែសាច់ការរហូតក៏មិនល្អដែរការនិយាយលេងខ្លះអាចជួយឲ្យការនិយាយសាច់ការទទួលបានជោគជ័យផងដែរអ្នកការទូតអ្នកនយោបាយនិងអ្នកចំនួនធំខ្លះក៏មានការនិយាយលេងនៅក្នុងវិធីសាច់ការបំផុតផងដែរដូច្នេះប្រយ័ត្ននិងឲ្យដឹងច្បាស់ថានៅពេលណាត្រូវនិយាយលេងនិងនៅពេលណាត្រូវនិយាយមែនតើការនិយាយលេងខុសពេលវេលានាំឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់ការធ្វើអ្វីដែលចំពេលវេលាទើបធ្វើឲ្យជីវិតរបស់យើងជោគជ័យនៅពេលណាយើងត្រូវធ្វើអ្វីហើយនៅពេលណាយើងមិនត្រូវធ្វើអ្វីឧទាហរណ៍នៅពេលមនុស្សអត់ឃ្លានកុំរកស៊ីលក់ឡានហើយពេលមនុស្សមានបានត្រូវរកស៊ីលក់គ្រឿងប្រណិតទាំងក្នុងជីវភាពសាមញ្ញនិងជីវភាពនយោបាយការចេះប្រើសិល្បៈក្នុងការនិយាយធ្វើឲ្យយើងទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងជីវិតធ្វើអ្វីដែលគ្មានសិល្បៈគឺគ្មានសភនភាពហើយធ្វើឲ្យជីវិតគ្មានគុណភាពជួបតែភាពស្ទោះកក្រោះស្វិតស្រពោនទោះបីជាមានលុយកាក់រាប់លានដុល្លារក៏ដោយអ្នកខ្លះមិនសូវមានលុយទេតែគេមានសិល្បៈក្នុងការរស់នៅរវាងស្វាមីភរិយាបុត្រធីតាធ្វើឲ្យជីវិតរបស់គេស្រស់បំព្រងនិងពោពេញទៅដោយអត្ថន័យចំណុចសំខាន់មួយទៀតដែលគួរឲ្យយកចិត្តទុកដាក់ផងដែរនោះគឺការចេះគ្រប់គ្រងខ្លួនឯងការចេះត្រួតត្រានិងបញ្ជាចិត្តរបស់យើងបានកុំឲ្យចិត្តនិងគំនិតមិនល្អដឹកនាំយើងបាននោះពេលនោះហើយជីវិតរបស់យើងនឹងជួបតែជោគជ័យតែបើចិត្តរបស់យើងដឹកនាំនិងគ្រប់គ្រងយើងបានហើយនោះយើងនឹងងាយទទួលបានបរាជ័យខ្លាំងណាស់អ្នកខ្លះឃើញគេមានឆាប់ចង់មានឆាប់នឹងគេដែរហើយក៏ចាប់ផ្ដើមធ្វើអ្វីតាមផ្លូវកាត់ផ្លូវឆាប់ដែលភាគច្រើនសុទ្ធតែជាអំពើខុសច្បាប់ទីបំផុតនឹងជួបមហន្តរាយដោយសារតែការមិនអាចបញ្ជានិងគ្រប់គ្រងចិត្តដល់អាក្រក់របស់ខ្លួនឯងបានការចេះប្រើសិល្បៈក្នុងការរស់នៅធ្វើឲ្យជីវិតរបស់យើងទទួលបាននូវភាពស្រស់បំព្រងក្បួនទី10ធ្វើតែអំពើល្អជីវិតយើងនឹងជួបតែសេចក្តីសុខបើយើងតាំងចិត្តធ្វើតែអំពើល្អនោះការធ្វើអំពើល្អនេះគឺធ្វើជាមួយមនុស្សគ្រប់រូបទាំងអស់មិនថាអ្នកមានអ្នកក្រអ្នកល្ងងឬអ្នកចេះឡើយធ្វើល្អនេះមានន័យថាធ្វើល្អទាំងជាមួយអ្នកមានគុណនិងអ្នកគ្មានគុណចំពោះយើងធ្វើល្អមានន័យថាមិនត្រូវឆ្លៀតឱកាសកេងប្រវ័ញ្ចយកប្រៀបលើគេទាំងពេលគេខ្លាំងនិងទាំងពេលគេខ្សោយការធ្វើល្អត្រូវតែធ្វើជាមួយមនុស្សនៅក្នុងក្រុមគ្រួសារឲ្យបានច្រើនជាជាងធ្វើជាមួយអ្នកក្រៅហើយមិនយកចិត្តទុកដាក់អ្នកនៅខាងក្នុងការធ្វើល្អត្រូវតែបន្តទៀតទោះបីជាគេមិនបានសងអំពើល្អក៏ដោយការធ្វើសេចក្តីល្អនាំឲ្យជីវិតរបស់យើងសម្បូរមិត្តភក្តិសាច់ញាតិនិងកាត់បន្ថយត្រូវនៅចំនួនតិចបំផុតការធ្វើល្អនាំឲ្យយើងជួបតែសេចក្តីសុខនិងមានជោគជ័យក្នុងជីវិតព្រោះនៅពេលមានបញ្ហាមានអ្នកជួយការពារអ្នកជួយដោះស្រាយបញ្ហានិងមានអ្នកជួយសង្គ្រោះទោះបីជាពេលខ្លះមានគេធ្វើអំពើអាក្រក់មកលើយើងក៏ដោយក៏យើងមិនត្រូវធ្វើអំពើអាក្រក់នោះដាក់គេវិញដែរតែត្រូវដកខ្លួនចេញពីគេដោយសន្តិវិធីការធ្វើដូច្នេះពេលណាមួយនឹងធ្វើឲ្យសត្រូវគេឃើញថាយើងជាមនុស្សល្អហើយគេនឹងអាចធ្វើអំពើល្អមកលើយើងវិញចង់ឲ្យគេគោរពយើងត្រូវតែគោរពគេចង់ឲ្យគេស្រឡាញ់យើងត្រូវតែស្រឡាញ់គេមិនមែនធ្វើបាបគេហើយចង់ឲ្យគេគោរពយើងស្អប់គេហើយចង់ឲ្យគេស្រឡាញ់ខ្លួននោះទេអគ្គបណ្ឌិតបុកសវងបានមានប្រសាសន៍ថាយើងត្រូវតែធ្វើខ្លួនឲ្យដូចជាស្ករដែលផ្អែមទាំងក្នុងខ្លួនឯងផងនិងផ្អែមដល់គេផងមនុស្សយើងត្រូវតែប្រព្រឹត្តខ្លួនឲ្យបានល្អទាំងកាយទាំងវាចានិងទាំងចិត្តដោយជៀសវាងនៅអំពើអាក្រក់ទាំងពួងដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតលោកខឹមវាសនាមានប្រសាសន៍ថាយើងមិនត្រូវធ្វើឲ្យគេគោរពយើងដោយសារតែគេខ្លាចយើងនោះទេតែឲ្យគេគោរពយើងដោយសារតែគេស្រឡាញ់យើងពិតប្រាកដទើបជាការល្អការធ្វើអំពើល្អនេះមិនមែនមានន័យថាគេធ្វើបាបវាយដំចំធាក់ហើយយើងនៅតែទ្រាំឲ្យគេធ្វើបាបនោះទេការទ្រាំរបៀបនេះគឺជាការឆោតល្ងង់ជាទីបំផុតយើងមានវិធីដកខ្លួនចេញដោយសន្តិវិធីព្រះពុទ្ធបានព្រាងបណ្ដៅយ៉ាងច្បាស់លាស់ថាចូលធ្វើអ្វីដោយប្រើបញ្ញាមិនមែនធ្វើទាំងងងឹតងងល់នោះឡើយការបម្រើគេដោយងងឹតងងល់ឬការធ្វើជាចវាយគេដោយងងឹតងងល់នោះមិននាំឲ្យជីវិតទទួលបាននូវភាពជោគជ័យឡើយការធ្វើតែអំពើល្អនាំឲ្យជីវិតជួបតែរឿងល្អក្បួនទី11សុជីវធម៌និងសិលធម៌សុជីវធម៌និងសិលធម៌គឺជាគុណភាពរបស់មនុស្សសុជីវធម៌និងសិលធម៌នេះអាចធ្វើឲ្យយើងក្លាយជាមនុស្សជោគជ័យយ៉ាងងាយមនុស្សចេះដឹងដែលគ្មានសិលធម៌គឺគ្រោះថ្នាក់ខ្លាំងណាស់ដល់សង្គមយ៉ាងខ្លាំងចោរខ្លន់ដែលចេះច្បាប់គឺអាចបង្កវិនាសកម្មយ៉ាងធំធេងដល់សង្គមជាតិហើយយើងនឹងពិបាកធ្វើការបង្ក្រាបណាស់មនុស្សយើងបើគ្មានសិលធម៌សុជីវធម៌នៅក្នុងខ្លួនទេធ្វើអ្វីក៏បរាជ័យដែរព្រោះកាលណាគេមិនចូលចិត្តយើងហើយយើងអាចរស់នៅ
យ៉ាងម៉េចបានដូចនេះយើងត្រូវដឹងខុសត្រូវនិងត្រូវចេះគោរពឲ្យនំតូនទៅតាមអាយុឋានៈនិងការចេះដឹងយើងត្រូវតែដឹងចាស់ដឹងទុំដឹងទាបដឹងខ្ពស់ដឹងអ្វីដែលគេដឹងអ្វីដែលគួរធ្វើអ្វីមិនគួរធ្វើបើមានគុណសម្បត្តិយ៉ាងនេះហើយយើងធ្វើអ្វីៗក៏ជោគជ័យដែរបើយើងអាងលើចំណេះវិជ្ជាទ្រព្យសម្បត្តិបុណ្យស័ក្តិបពពួកហើយគ្មានការគោរពដល់អ្នកដទៃទេជីវិតយើងនឹងមិនថិតថេរបានយូរឡើយការដែលអ្នកងាយប្រមាថធ្វើបាបគេដោយសារយើងមានប្រៀបលើគេគឺជារឿងឆោតល្ងង់គឺជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនៅថ្ងៃណាមួយការប្រកាន់អាកប្បកិរិយានិងមារយាទល្អគឺជារឿងមិនអាចខ្វះបានឡើយនៅក្នុងជីវិតរស់នៅលើពីនេះទៅទៀតយើងគួរតែចេះដឹងអំពីវិធីការដើម្បីធ្វើឲ្យជីវិតយើងកាន់តែមានជោគជ័យពិធីការនេះមានសារៈសំខាន់ណាស់ក្នុងការទទួលភ្ញៀវទំនាក់ទំនងភ្ញៀវនិងផ្ដល់សេវាកម្មឲ្យភ្ញៀវពេលខ្លះការងារត្រូវបរាជ័យដោយសារពិធីការមិនល្អការទទួលភ្ញៀវនិងបម្រើភ្ញៀវមិនបានសមតាមឋានៈធ្វើឲ្យភ្ញៀវមិនសប្បាយចិត្តពេលនោះអ្វីៗក៏ប្រែប្រួលដែរគឺពីល្អទៅអាក្រក់ក្នុងពិធីការទូតវិញការបរាជ័យក្នុងផ្នែកនេះគឺជាការបរាជ័យក្នុងនយោបាយការទូតដែរនៅពេលដែលយើងទទួលប្រធានាធិបតីមួយមិនបានល្អធ្វើឲ្យគេមិនសប្បាយចិត្តនោះនាំឲ្យយើងខាតប្រយោជន៍យ៉ាងច្រើនពេលខ្លះគេចង់ឲ្យជំនួយយើងតែគេផ្អាកជំនួយវិញក៏មានបើយើងទទួលគេបានល្អគេសប្បាយចិត្តគេអាចនឹងបន្ថែមជំនួយលើសពីការគ្រោងទុកទៅទៀតនៅក្នុងជីវភាពសាមញ្ញក៏ដូចគ្នាដែរពេលដែលយើងទៅផ្ទះគេមិនមានសុជីវធម៌ជាមួយយើងក៏មិនមានចិត្តត្រឡប់ទៅទីនោះម្ដងទៀតឡើយឬក៏ជួយអ្វីដែរនៅពេលដែលយើងមានចិត្តចង់ជួយគេតែពេលទៅដល់គេគ្មានសុជីវធម៌ជាមួយយើងក៏សម្រេចចិត្តឈប់ជួយដែរទាំងនេះគឺគ្រាន់តែការលើកឡើងឲ្យយើងមើលឃើញច្បាស់ពីសារៈសំខាន់នៃសុជីវធម៌និងសីលធម៌ក្នុងជីវិតរស់នៅគ្មានគុណសម្បត្តិនេះទេទោះបីជាយើងមានអ្វីក៏ដោយយើងក៏មិនមានជោគជ័យនៅក្នុងជីវិតដែរមានគុណសម្បត្តិនេះច្រើនប៉ុណ្ណាធ្វើឲ្យជីវិតយើងកាន់តែជោគជ័យតាមនោះដែរសុជីវធម៌សីលធម៌គឺជាគ្រឿងលម្អនៃជីវិតក្បួនទី12ការរាប់អានមិត្តនៅក្នុងជីវិតយើងមិនអាចរស់នៅដាច់ដោយឡែកពីមនុស្សម្នាបានទេយើងត្រូវតែមានញាតិសន្តានមិត្តភ័ក្តិនិងមនុស្សដទៃទៀតដើម្បីធ្វើឲ្យជីវិតយើងគង់វង្សនិងមានសេចក្តីសុខបើយើងមិនចេះសាបមិត្តភ័ក្តិទេជីវិតយើងក៏ពិបាកនឹងជោគជ័យដែរមានមិត្តច្រើនកាលណាល្អកាលនោះមានមិត្តគឺមានសង្ឃឹមនិងមានជីវិតភ្លឺថ្លាការរាប់អានមិត្តមិនមែនជារឿងងាយស្រួលប៉ុន្មានទេបើយើងរាប់អានមិត្តខុសជីវិតយើងក៏ដើរផ្លូវខុសដែរចុះប្រយ័ត្នឲ្យមែនតើនៅក្នុងរឿងការរាប់អានមិត្តនេះមិត្តមានតិចប្រសើរជាងមិត្តមានច្រើនដែលមិនល្អតែបើយើងរាប់អានមិត្តត្រូវយើងនឹងមានការចម្រុងចម្រើនយ៉ាងខ្លាំងនៅក្នុងជីវិតការរាប់អានមិត្តត្រូវប្រមូលមិត្តគ្រប់ជំពូកទាំងអស់ទាំងអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកចេះអ្នកមិនសូវចេះតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមការមានមិត្តគ្រប់ឋានៈក្នុងសង្គមនេះវាផ្ដល់អត្ថប្រយោជន៍ឲ្យយើងច្រើនណាស់ការរាប់អានមិត្តគឺជាការពិបាកមួយហើយតែការថែរក្សាមិត្តភាពរឹតតែពិបាកទៅទៀតដូច្នេះយើងត្រូវតែចេះថែរក្សាមិត្តភាពឲ្យបានគង់វង្សជៀសវាងការបែកបាក់គ្នាទៅវិញដែលជារឿងមិនល្អសោះសម្រាប់ជីវិតការរាប់អានមិត្តភ័ក្តិទោះបីជាស្និទ្ធស្នាលយ៉ាងណាក៏ដោយក៏យើងត្រូវតែចេះគោរពគ្នាផ្ដល់កិត្តិយសឲ្យគ្នានិងស្រឡាញ់គ្នាដោយស្មោះត្រង់ផងដែរការរាប់អានគ្នាដោយគ្មានការគោរពគ្នានិងផ្ដល់កិត្តិយសឲ្យគ្នានេះមិត្តភាពនឹងងាយបែកបាក់ជាទីបំផុតព្រោះពេលខ្លះអ្នករាប់អានគ្នាដូចជាចៅវាយនិងកូនចៅទៅវិញមិត្តភ័ក្តិមានន័យថារាប់អានស្មើៗគ្នាទោះបីជាមានវណ្ណៈខុសគ្នាក៏ដោយការសន្ទនាគ្នាជួយឲ្យមិត្តភ័ក្តិកាន់តែរឹងមាំឡើងការរាប់អានមិត្តនេះគឺជារឿងសំខាន់ណាស់នៅក្នុងការធ្វើឲ្យជីវិតជោគជ័យឬមិនជោគជ័យយើងគិតសម័យមើលបើយើងមានមិត្តនៅគ្រប់ក្រសួងមន្ទីរគ្រប់ផ្នែកនៃការងារតើយើងមានភាពងាយស្រួលយ៉ាងណានៅក្នុងជីវិតរបស់យើងការស្គាល់គ្នាគឺជារឿងសំខាន់ណាស់នៅក្នុងសង្គមមនុស្សបើយើងមិនស្គាល់គ្នាជីវិតយើងនឹងជួបបញ្ហាលំបាកខ្លាំងណាស់ការនេះមិនមែនមានន័យថាជារឿងបកពួកឬពុករលួយទេកាលណាបើយើងចេះដូចគ្នាមានសមត្ថភាពដូចគ្នាគេនឹងជួយយកអ្នកស្គាល់គ្នាមុននេះជារឿងធម្មតាដូច្នេះការចេះសាងមិត្តពិតជាជួយឲ្យជីវិតយើងទទួលបាននូវភាពជោគជ័យកាលណាយើងមានមិត្តភ័ក្តិចេះដឹងយើងអាចរៀនពីមិត្តរបស់យើងជាហេតុធ្វើឲ្យយើងទទួលបានជោគជ័យច្រើនពីមិត្តបើមិត្តយើងជាពេទ្យយើងអាចរៀនក្បួនខ្លះពីពេទ្យមានមិត្តភ័ក្តិជាច្បាប់យើងអាចរៀនយល់ដឹងពីវិស័យច្បាប់តែអ្នកខ្លះមានមិត្តអ្នកចេះដឹងតែខ្លួនមិនគិតរៀនសូត្រពីមិត្តទេគឺចូលចិត្តតែរឿងស៊ីផឹកប៉ុណ្ណោះនេះគឺជាការមិនចេះរាប់អានមិត្តមិនចេះទទួលយកប្រយោជន៍ពីមិត្តអ្នកខ្លះមិនផ្ដល់ចំណេះដឹងល្អហើយមិនព្រមទទួលយកទៀតគឺចេះតែគេប្រយោជន៍ពីមិត្តប៉ុណ្ណោះការរាប់អានមិត្តរបៀបនេះគឺមិនធ្វើឲ្យជីវិតមានជោគជ័យឡើយចូលចងចាំថាមានមិត្តម្នាក់ប្រសើរជាងមានមិត្តច្រើនដែលមិនល្អវាជាភ័ព្វសំណាងហើយដែលមានមិត្តល្អនោះយើងគួរតែចេះរៀនសូត្រនៅអ្វីដែលល្អពីគ្នានៅពេលដែលយើងដឹងថាមិត្តណាមិនល្អហើយយើង
ណែនាំគេឲ្យធ្វើល្អមិនបានយើងគួរព្យាយាមដកខ្លួនចេញបន្តិចម្ដងបន្ថយការស្និទ្ធស្នាលបន្តិចម្ដងចូលកុំឲ្យគេដឹងខ្លួននេះគឺជាវិធីស្ដាច់ទំនាក់ទំនងដោយជោគជ័យនិងដោយសន្តិវិធីទីបំផុតដែលពេលខ្លះភាគីម្ខាងទៀតមិនដឹងខ្លួនថាទំនាក់ទំនងនេះដាច់នៅពេលណាផងធ្វើអ្វីក៏ដោយគឺត្រូវធ្វើដោយសន្តិវិធីឈប់រាប់អានមិត្តក៏ដោយលែងលះគ្នាក៏ដោយដោះស្រាយចំនួនក៏ដោយសន្តិភាពដែលបានមកពីសន្តិវិធីជាសន្តិភាពអមតៈកាលណាយើងផ្ដាច់ទំនាក់ទំនងភ្លាមអាចធ្វើឲ្យអ្នកនោះគុំគួននឹងយើងហើយធ្វើអំពើមិនល្អចំពោះយើងបានដូចជាករណីអ្នកប្រើគ្រឿងញៀនអ្នកខ្លះទៀតធ្វើអាក្រក់ជាមួយគ្នាហើយដល់ពេលគេដកខ្លួនចេញមិនសប្បាយចិត្តហើយចង់ធ្វើបាបគេថែមទៀតផងការដកខ្លួនចេញពីមិត្តខ្លះមិនមែនជាការងាយនោះទេតែមិនស្រួលអាចមានគ្រោះថ្នាក់ដល់ជីវិតជាពិសេសជាមួយក្រុមជនអន្តពាលដោយនេះត្រូវចេះរបៀបចងមិត្តភាពនិងចេះរបៀបបញ្ចប់មិត្តភាពផងដែរគឺចាប់ដើមដោយសន្តិវិធីនិងចប់ទៅដោយសន្តិភាពជីវិតមានមិត្តគឺជាជីវិតសុខពិត13ការទទួលខុសត្រូវដើម្បីឲ្យខ្លាចជាមនុស្សល្អមានជោគជ័យមនុស្សម្នាក់ត្រូវតែមានការទទួលខុសត្រូវក្នុងជីវិតរបស់ខ្លួនការធ្វើអ្វីដោយគ្មានការទទួលខុសត្រូវធ្វើឲ្យជីវិតអស់តម្លៃនិងជួបបរាជ័យព្រោះមនុស្សម្នាទាំងឡាយអស់ជំនឿនិងសេចក្តីទុកចិត្តលើយើងបើគេអស់ជំនឿទុកចិត្តហើយមនុស្សយើងក៏គ្មានសល់អ្វីទៀតទេគ្មាននរណាគេរាប់អានគ្មានមិត្តទីបំផុតជីវិតជួបតែក្តីអន្តរាយមនុស្សយើងមកធ្វើអ្វីមានការទទួលខុសត្រូវធ្វើឲ្យជីវិតមានការរីកចម្រើនមានគុណធម៌មានកិត្តិយសនិងមានអ្នកស្រឡាញ់រាប់អានជាច្រើនមាតាបិតាមានការទទួលខុសត្រូវដោយចិញ្ចឹមបីបាច់និងអប់រំកូនចៅឲ្យក្លាយជាមនុស្សល្អបើជាឪពុកឬម្ដាយគ្មានការទទួលខុសត្រូវកូនចៅកើតមកទុកចោលដូចជាសត្វធាតុនោះមិនមែនជាមនុស្សទេមេដាបិតាត្រូវតែថែទាំអប់រំនិងឲ្យកូនចៅទៅរៀនសូត្រឲ្យបានជ្រៅជ្រះខ្លាចជាមនុស្សល្អមនុស្សម្នាក់ត្រូវតែមានការទទួលខុសត្រូវទើបធ្វើឲ្យជីវិតយើងបាននូវសេចក្តីសុខនិងចម្រើនទៅមុខការទទួលខុសត្រូវជាស្វាមីជាភរិយាជាឪពុកជាម្ដាយជាកូនជាបងជាប្អូនមិញមាននិងញាតិសន្តានដទៃទៀតមនុស្សយើងត្រូវតែមានការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកមនុស្សយើងបើគ្មានការទទួលខុសត្រូវហើយគឺពិតជាពិបាករស់នៅជាមួយគ្នាណាស់មេដឹកនាំចៅហ្វាយខេត្តក្រុងខណ្ឌបើសិនមានការទទួលខុសត្រូវលើការងាររបស់ខ្លួននោះនឹងធ្វើការងារទទួលបានជោគជ័យបើមិនមានការទទួលខុសត្រូវគឺមានន័យថានៅក្នុងខណ្ឌស្រុកទោះបីជាមានចៅប្លន់អំពើពីលីអាវ៉ាសែសកម្មភាពអត់ឃ្លានយ៉ាងណាក៏ដោយក៏ពួកគេមិនជិះក្បាលវល់មុខដែរការទទួលខុសត្រូវការងារមានន័យថាបើយើងមានរឿងរ៉ាវអ្វីកើតឡើងអំពីការងាររបស់យើងត្រូវតែទទួលខុសត្រូវទាំងស្រុងយើងមិនត្រូវទម្លាក់កំហុសនេះទៅឲ្យអ្នកណាឡើយសូម្បីតែអ្នកនៅក្រោមបង្គាប់របស់យើងការទទួលខុសត្រូវការងារគឺមានន័យថាត្រូវបំពេញការងារឲ្យបានហ្មត់ចត់ទាន់ពេលវេលានិងជោគជ័យធ្វើអ្វីក៏ដោយបើគ្មានការទទួលខុសត្រូវទេមនុស្សពិតជាមិនអាចយកចិត្តទុកដាក់ក្នុងការងារនេះឡើយគឺបណ្ដោយតាមតែយថាកម្មដែលភាគច្រើនគឺជាការងាររយារយៈឬត្រូវទទួលបរាជ័យការទទួលខុសត្រូវដែលតម្រូវឲ្យមនុស្សធ្វើការងារយ៉ាងហ្មត់ចត់និងមានវិន័យក្នុងការងារឬក្នុងការរស់នៅនិងមិនហ៊ានប្រព្រឹត្តអំពើអាក្រក់អ្នកគ្មានការទទួលខុសត្រូវច្រើនតែហ៊ានប្រព្រឹត្តអំពើអាក្រក់ព្រោះតែធ្វើឲ្យមិនមានការទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនយើងមិនត្រូវរាប់អានជាមួយមនុស្សដែលមិនមានការទទួលខុសត្រូវឡើយព្រោះកាលណាមានរឿងរ៉ាវឬគ្រោះថ្នាក់គឺគេមិនទទួលខុសត្រូវហើយទម្លាក់កំហុសមកលើយើងថែមទៀតផងមនុស្សដែលមិនមានការទទួលខុសត្រូវគឺជាមនុស្សអាក្រក់បំផុតនិងមិនត្រូវយកខ្លួនបៀតឡើយការទទួលខុសត្រូវគឺជាគុណធម៌របស់មនុស្សក្បួនទី14ការថែរក្សាសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សរាល់រូបបើសុខភាពមិនល្អហើយគឺអ្វីត្រូវបរាជ័យទាំងអស់យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងទៅដល់សុខភាពរបស់យើងសុភាសិតខ្មែរមួយបានពោលថាស្រឡាញ់ខ្លួនឲ្យស្ងួនចំណីស្រឡាញ់ស្រីឲ្យថ្នមចិត្តពាក្យនេះគឺជាកតេបណ្ឌិតដ៏ល្អបំផុតសម្រាប់យើងទាំងអស់គ្នាត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនសុខភាពមានទាំងសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តសុខភាពទាំងពីរនេះមានផលប៉ះពាល់រវាងគ្នាទៅវិញទៅមកបើសុខភាពផ្លូវកាយល្អអាចជួយឲ្យសុខភាពផ្លូវចិត្តរឹងមាំដែរតែបើសុខភាពផ្លូវចិត្តយ៉ាប់យ៉ឺនហើយនោះសុខភាពផ្លូវកាយនឹងទ្រុឌទ្រោមតាមនោះដែរអាហារចិញ្ចឹមសុខភាពរាងកាយការកំសាន្តសប្បាយចិញ្ចឹមសុខភាពផ្លូវចិត្តពេលខ្លះដើម្បីឲ្យផ្លូវចិត្តមានសុខភាពល្អយើងគប្បីរៀនធម៌ខ្លះដើម្បីឲ្យដឹងពីច្បាប់ហេតុនិងផលនៃភាពពិតនៃជីវិតពេលណាដែលយើងដឹងអំពីអ្វីជាជីវិតនោះហើយយើងនឹងអាចមានអារម្មណ៍ជ្រះថ្លាជ្រះស្រឡះជាមួយផ្លូវកាយនិងផ្លូវចិត្តរបស់យើងដូច្នេះយើងត្រូវតែថែរក្សាសុខភាពទាំងពីរនេះឲ្យបានរឹងមាំទៅធ្វើជីវិតយើងរុងរឿងបានការបរិភោគចំណីអាហារគឺជាកត្តាកំណត់នៃសុខភាពភាសាអង់គ្លេសគេសរសេរថា you are what you eat ឃ្លានេះមានន័យថាសុខភាពយើងល្អឬមិនល្អអាស្រ័យលើការញ៉ាំរបស់យើងបើយើងចង់បានកាយសម្បទាល្អត្រូវបរិភោគអ្វីតាមក្បួនសុខភាពនិងក្បួន
បួរណាម៉ៃមិនមែនតាមចិត្តចង់នោះទេអាហារខ្លះឆ្ងាញ់តែមិនសូវផ្ដល់ផលល្អដល់សុខភាពឡើយហើយជួនកាលធ្វើឲ្យប៉ះពាល់ដល់សុខភាពថែមទៀតផងតាមន័យរបស់អន្តរជាតិអាហារមាន3ចំណុចសំខាន់គឺទី1អាហារមើលទៅគួរឲ្យចង់ញ៉ាំទី2អាហារមើលទៅឆ្ងាញ់និងទី3ផ្ដល់ប្រយោជន៍ដល់រាងកាយរឿងអនាម័យអាហារគឺជាការត្រូវតែត្រួតពិនិត្យដាច់ខាតការញ៉ាំអាហារត្រូវតែញ៉ាំឲ្យបានគ្រប់មុខព្រោះរាងកាយរបស់យើងត្រូវការសារធាតុចិញ្ចឹមសម្រាប់រាងកាយទាំងអស់ការទទួលទានអាហារណាមួយច្រើនពេកឬតិចពេកគឺមិនបានផ្ដល់ផលល្អដល់សុខភាពយើងឡើយការទទួលទានទឹកស្អាតឲ្យបានច្រើនគឺជាការល្អសម្រាប់សុខភាពផងដែរមនុស្សយើងបើខ្វះជាតិទឹកហើយធ្វើឲ្យសុខភាពរាងកាយចុះខ្សោយនិងមិនមានសាច់ឈាមស្រស់ថ្លាឡើយការទទួលទានទឹកនេះឲ្យបានគ្រប់គ្រាន់នឹងជួយបញ្ចេញសារធាតុពុលនិងបង្កើនសម្រស់ជួយការពារទប់ទល់នឹងជំងឺមួយចំនួនហើយដែលអាចព្យាបាលជំងឺមួយចំនួនបានផងដែរតាមការណែនាំរបស់ពេទ្យតែកុំភ្លេចថាការទទួលទានអាហារខុសនិងទឹកខុសវាធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពដូច្នេះពេលខ្លះបើអត់បានចូលជៀសវាងកុំញ៉ាំអាហារណាដែលមិនល្អមិនស្អាតឲ្យសោះទោះបីជាអាហារនោះទាក់ទាញចិត្តរបស់យើងយ៉ាងណាក៏ដោយការហាត់ប្រាណគឺជារឿងសំខាន់ដូចនឹងការទទួលទានអាហារផងដែរបើទទួលទានអាហារគ្រប់គ្រាន់ហើយគ្មានការហាត់ប្រាណនោះសុខភាពរបស់យើងក៏មិនល្អដែរយើងនឹងមានជំងឺជារឿយដូចនេះដើម្បីឲ្យជីវិតយើងមានជោគជ័យយើងត្រូវតែចេះទទួលទានអាហារនិងទឹកឲ្យបានត្រឹមត្រូវហាត់ប្រាណឲ្យបានទៀងទាត់ផងដែរការហាត់ប្រាណយើងអាចធ្វើក្នុងរយៈពេល15នាទីទៅ30នាទីឬរយៈពេលយ៉ាងយូរជាងនេះក៏បានគឺត្រូវធ្វើទៅតាមពេលវេលាតាមវ័យនិងសុខភាពរបស់យើងការហាត់ប្រាណប្រចាំថ្ងៃពេលព្រឹកឬល្ងាចគឺជាការល្អប្រពៃសម្រាប់សុខភាពការហាត់ប្រាណអាចធ្វើបាននៅគ្រប់ទីកន្លែងទាំងអស់ដោយមិនចាំបាច់តតែមានកន្លែងត្រឹមត្រូវនោះទេបើចាំបាច់មានកន្លែងត្រឹមត្រូវឬមានពេលវេលាគ្រប់គ្រាន់ល្មមនោះអ្នកប្រហែលជាមិនបានហាត់ប្រាណឡើយក្នុងជាតិនេះយើងត្រូវតែឆ្លៀតធ្វើអ្វីទៅតាមកលៈទេសៈនិងលទ្ធផលរបស់យើងដូចជាយើងអាចញ៉ាំបាយនៅលើឥដ្ឋក៏បានលើតុប្រណិតក៏បានការដកដង្ហើមវែងទាំងក្នុងពេលការហាត់ប្រាណឬពេលសម្រាកពីការងារឲ្យបានច្រើនដងនឹងធ្វើឲ្យចង្វាក់បេះដូងនិងចលនាឈាមរបស់យើងដើរបានល្អការដកដង្ហើមវែងធ្វើឲ្យអារម្មណ៍របស់យើងល្អហួសពីការស្មានជួនកាលធ្វើឲ្យទុក្ខសោករបស់យើងរលាយបាត់អស់នៅក្នុងពេលនោះចូលសាកល្បងមើលនឹងដឹងថាមានអារម្មណ៍ដល់ប្រពៃមែនតើការធ្វើសមាធិជួយឲ្យយើងបំបត្តិអស់នៅទុក្ខកង្វល់ទាំងឡាយជួនកាលអាចព្យាបាលជំងឺមួយចំនួនផងដែរជាពិសេសជំងឺឈឺក្បាលរ៉ាំរ៉ៃការឆ្លៀតធ្វើសមាធិជួយឲ្យសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តស្រស់បំព្រងនិងធ្វើឲ្យជីវិតយឺនយូរនិងប្រាជ្ញាវាងវៃនៅប្រទេសខ្លះគេធ្វើសមាធិដូចជាការហាត់ប្រាណផងដែរការធ្វើសមាធិបាន1ម៉ោងមានន័យថាយើងបានចំណេញអាយុបាន1ថ្ងៃការធ្វើសមាធិមានន័យថាយើងផ្ដល់ការសម្រាកដល់ជីវិតរបស់យើងព្រោះរាងកាយនិងខួរក្បាលរបស់យើងចាប់តាំងពីកើតមកមិនដែលបានសម្រាកឡើយបើយើងសាកល្បងធ្វើឲ្យជីវិតយើងសម្រាកខ្លះដូចជាម៉ាស៊ីនភ្លើងយើងនឹងមានអារម្មណ៍ថាជីវិតរបស់យើងហាក់ដូចជាខ្លាំងក្លាជាងមុនសម្រាប់ពេលយប់ឲ្យបានគ្រប់គ្រាន់គឺជាកត្តាចាំបាច់បំផុតសម្រាប់ជីវិតការសម្រាកមិនបានគ្រប់គ្រាន់គឺធ្វើឲ្យសុខភាពរបស់យើងទ្រុឌទ្រោមយ៉ាងឆាប់រហ័សជាទីបំផុតហើយឆាប់ចាស់ជាងអាយុថែមទៀតផងទោះបីជាយើងខំប្រឹងបរិភោគអាហារគ្រប់គ្រាន់យ៉ាងណាក៏ដោយក៏មិនអាចទូទាត់បានឡើយអត់បានគេមួយយប់មានន័យថាជីវិតរបស់យើងបានដើរទៅមុខមួយខែហើយសម្រាប់មិនបានគ្រប់គ្រាន់គឺយើងមិនបានធ្វើការអ្វីសម្រេចឡើយសុខភាពល្អធ្វើឲ្យជីវិតរបស់យើងទទួលបានជោគជ័យ 50% រួចទៅហើយដូចនេះសុខភាពគឺជាកត្តាចម្បងបំផុតសម្រាប់នាំជីវិតឆ្ពោះទៅរកភាពជោគជ័យបើគ្មានសុខភាពល្អទេគឺគ្មានអ្វីទាំងអស់សូម្បីតែជីវិតដ៏មានតម្លៃរបស់យើងក៏ដោយចូលចាំថាដើម្បីធានាឲ្យសុខភាពរឹងមាំល្អនោះយើងត្រូវតែចាក់វ៉ាក់សាំងការពារជំងឺឲ្យបានគ្រប់មុខមានជំងឺតិចតួចត្រូវព្យាបាលភ្លាមកុំទុកពេលយូរត្រូវពិនិត្យមើលសុខភាពឲ្យបានគ្រប់មុខឲ្យបានទៀងទាត់ជាការប្រសើរបំផុតជៀសវាងកុំចាំពេលឈឺធ្ងន់ទៅព្យាបាលព្រោះនាំឲ្យខាតបង់ពេលវេលាលុយកាក់ហើយជួនកាលឈឺធ្ងន់ធ្ងររហូតដល់មិនអាចសង្គ្រោះបានទៀតផងកុំស្ដាយតិចប្រយ័ត្នខាត់បងច្រើនចំណាយតិចដើម្បីចំណេញច្រើនសុខភាពគឺជាកត្តាកំណត់ធំបំផុតនៅក្នុងការធានាភាពជោគជ័យនៅក្នុងជីវិតរបស់យើងក្បួនទី15វិនិយោគសម្រាប់ខ្លួនឯងមនុស្សយើងចាំបាច់ត្រូវតែវិនិយោគសម្រាប់ជីវិតរបស់ខ្លួនការវិនិយោគមានន័យថាយើងត្រូវតែហ៊ានចំណាយលុយសម្រាប់ការរៀនសូត្រចំណេះដឹងចាំបាច់នានាចំណាយលុយដើម្បីទិញសៀវភៅអានការស្រាវជ្រាវទេសចរដើម្បីសិក្សាស្វែងយល់ជាដើមចំណាយលុយគឺសម្រាប់រៀនសូត្រជំនាញផ្សេងៗដូចជារៀនខាងសិល្បៈរៀនខាងសម្អាងការរៀនខាងធ្វើម្ហូបរៀនគូររូបរៀនហាត់កាត់ដេររៀនធ្វើជាងផ្ទះរៀនធ្វើម៉ាស៊ីនរៀនរកស៊ីដើម្បីជួយឲ្យជីវិតយើងរីកចម្រើនបើយើងមិនវិនិយោគលើវិជ្ជាទាំងអស់នេះទេជីវិតរបស់យើងនឹងជួបភាពលំបាកជាក់ជាមិនខានការមិនចេះចំណាយលុយ
ចំទិសដៅនឹងធ្វើឲ្យជីវិតរបស់យើងនៅនឹងថ្កល់ឬក៏ដើរថយក្រោយការវិនិយោគតិចនឹងទទួលបានផលច្រើននិងយូរអង្វែងគឺជារឿងដែលត្រូវធ្វើដើម្បីឲ្យជីវិតមានន័យនិងមានសេចក្តីសុខអ្នកខ្លះត្បិតត្បៀតរឿងសំខាន់និងខ្ជះខ្ជាយឬមិនបានការប្រៀបដូចជាសន្សំក្បាលកាក់ចាយក្បាលរយមានន័យថា1រៀល2រៀលពូកែសន្សំណាស់តែការចាយរាប់រយទៅលើរបស់បំបានប្រយោជន៍ទៅវិញការទិញរបស់មកប្រើប្រាស់ចាំបាច់សម្រាប់ជីវិតនិងការទិញរបស់របរកំសាន្តនៅក្នុងជីវិតគឺជាការវិនិយោគដ៏ត្រឹមអ្នកមានធំនិងអ្នកមានជីវិតជោគជ័យនៅលើโลกនេះសុទ្ធតែចេះសន្សំសំចៃនិងវិនិយោគទាំងអស់ហេតុអ្វីគឺគេហ៊ានដាក់ទុនរាប់រយលានដុល្លារសន្សំអត់វិនិយោគគឺមិនរីកចម្រើនចំណាយអត់សន្សំរឹតតែក្រការវិនិយោគលើខ្លួនឯងធ្វើឲ្យជីវិតរីកចម្រើនក្បួនទី16ការរំហែសម្រាប់ជីវិតអាចស្រស់បំព្រងឬរុងរឿងទៅបានតតែមានភាពសប្បាយផងដែរការដែលយើងមានលុយហើយធ្វើឲ្យជីវិតលំបាកលំបិនក្រៀមក្រំស្រពោនមិនហ៊ានចំណាយលើការកំសាន្តសម្រាប់ជីវិតក៏មិនធ្វើឲ្យជីវិតរបស់យើងរុងរឿងផងដែរការកំសាន្តសប្បាយធ្វើឲ្យជីវិតរបស់យើងស្រស់ថ្លាបញ្ញាវាងវៃធ្វើឲ្យជីវិតមានន័យចង់រស់តទៅទៀតដែលជាកត្តាធ្វើឲ្យយើងមានកម្លាំងថាមពលក្នុងការបំពេញការងារដែលលំបាកបានការកំសាន្តមានច្រើនប្រភេទដែលការកំសាន្តខ្លះមិនបានចំណាយលុយអ្វីតតែសោះការនិយាយលេងសើចជាមួយគ្នាពេលសម្រាកពេលលំហែកាយពេលទំនេរជួនកាលធ្វើឲ្យជីវិតរបស់យើងរីករាយជាងការចំណាយលុយច្រើននៅកន្លែងកំសាន្តផ្សេងទៀតការនិយាយលេងសើចតិចតួចពេលធ្វើការក៏ធ្វើឲ្យការងារទៅជាធូរស្រាលនិងកាន់តែមានសាមគ្គីភាពគ្នាផងដែរការមិនចេះនិយាយគ្នាលេងកំសាន្តទាំងនៅក្នុងគ្រួសារទាំងនៅក្នុងសង្គមនោះមិនធ្វើឲ្យជីវិតរបស់យើងរីករាយឡើយមនុស្សគ្រប់រូបឪពុកម្ដាយកូនចៅមិត្តភ័ក្តិគូសង្សារគួរចេះនិយាយលេងកំសាន្តជាមួយគ្នាពេលសម្រាកលំហែកាយដើម្បីធ្វើឲ្យមានភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំងឡើងជីវិតដែលគ្មានការកំសាន្តគឺមិនមែនជីវិតទេគឺគ្រាន់តែជាគ្រឿងម៉ាស៊ីនតែប៉ុណ្ណោះដែលចេះតែធ្វើការពេលខូចពេលឈឺទៅយកទៅជួសជុលព្យាបាលហើយបន្តធ្វើការតទៅទៀតមនុស្សបែបនេះគ្មាននរណាគេចូលចិត្តទេជីវិតបែបនេះគឺជាជីវិតមនុស្សយន្តអ្នកដែលនៅចិត្តឬរស់នៅជាមួយមនុស្សប្រភេទនេះពិតជាស្លាប់មុនអាយុជាក់ជាមិនខាននៅក្នុងជីវិតក៏ត្រូវចេះឈប់សម្រាកពីការងារផងដែរពេលខ្លះយើងមានការសម្រាកស្មុគស្មាញនៅក្នុងជីវិតឬការងារខ្លាំងយើងត្រូវតែដកឃ្លាពីការងារដើម្បីសម្រាកលំហែនៅទីណាមួយដែលអាចធ្វើឲ្យជីវិតរបស់យើងស៊ូស្បើយអារម្មណ៍បានអ្នករត់ផ្លូវឆ្ងាយមិនចេះឈប់សម្រាកទេនោះអ្នកនឹងមិនទៅដល់គោលដៅឡើយការដើរកម្សាន្តគួរតែទៅជាមួយអ្នកណាដែលយើងចូលចិត្តដែលធ្វើឲ្យជីវិតរបស់យើងរីករាយបើទៅដើរកម្សាន្តជាមួយអ្នកដែលមិនមានអារម្មណ៍ដូចយើងទេយើងទៅកម្សាន្តដល់ឋានណាក៏មិនសប្បាយដែរតែបើទៅកម្សាន្តជាមួយមនុស្សដែលយើងចូលចិត្តគឺទីណាក៏មានអារម្មណ៍ល្អនិងសប្បាយរីករាយដែរដូចនេះការដើរកម្សាន្តសំខាន់គឺត្រូវជ្រើសរើសមនុស្សដែលយើងត្រូវទៅជាមួយការជ្រើសរើសមនុស្សក្នុងការធ្វើការជាមួយរស់នៅជាមួយឬកម្សាន្តជាមួយគឺជារឿងសំខាន់ដែលធ្វើឲ្យយើងសម្រេចនៅអ្វីដែលយើងចង់បានការរើសដៃគូការងារនិងជ្រើសរើសដៃគូនៃជីវិតខុសគឺធ្វើឲ្យជីវិតយើងមិនជោគជ័យដែរការកម្សាន្តជួយឲ្យជីវិតយើងភ្លឺថ្លាក្បួនទី17ត្រូវធ្វើការកុំទុកបង្អង់យូរការងារអ្វីក៏ដោយតូចធំសំខាន់ឬមិនសូវសំខាន់ត្រូវធ្វើភ្លាមបើសិនជាយើងទំនេរកុំបង្អង់ដល់ថ្ងៃស្អែកពេលខ្លះយើងត្រូវចេះឆ្លៀតពេលធ្វើផងដែរព្រោះការងារខ្លះបើចាំពេលទំនេរទៅធ្វើនោះពិតជាមិនបានបំពេញការងារនោះបានទេជីវិតជោគជ័យភាគច្រើនកើតចេញពីការឆ្លៀតឱកាសផងដែរយើងត្រូវតែដឹងថាការងារក្នុងជីវិតមានច្រើនប្រភេទណាស់អ្នកខ្លះឆ្លៀតពេលរៀនបន្ថែមអ្នកខ្លះឆ្លៀតរកការងារបន្ថែមការងារទាំងនេះបើយើងចាំពេលទំនេរចាំធ្វើនោះមួយជីវិតរបស់យើងច្បាស់ជាមិនបានរៀនសូត្រឬក៏រកប្រាក់កម្រៃបន្ថែមបានឡើយដូច្នេះការងារដែលធ្វើបានយើងត្រូវធ្វើភ្លាមកុំបង្អង់យូរព្រោះអ្វីសុទ្ធតែមានការប្រែប្រួលទាំងអស់ពេលខ្លះយើងមានការសោកស្ដាយដែលមិនបានបំពេញការងារនោះនៅពេលខ្លះពេលដែលយើងមិនចង់ធ្វើការវាហួសពេលទៅហើយដូចជាករណីការធ្វើអំពើល្អជាមួយឪពុកម្ដាយឬសាច់ញាតិជាដើមអ្វីដែលយើងដឹងថាល្អមានប្រយោជន៍សម្រាប់ខ្លួនយើងនិងអ្នកដទៃយើងត្រូវធ្វើភ្លាមនិងបដូរដាច់ដើម្បីសម្រេចឲ្យបានអ្នកខ្លះដឹងថាបើគេដើរផ្លូវនេះឬធ្វើរឿងនោះជីវិតរបស់គេនឹងបានជោគជ័យប៉ុន្តែគេបែរជាមិនធ្វើឬក៏ធ្វើដែរតែមិនបានប្រកបប្រជានោះជីវិតរបស់គេនៅតែដដែលគ្មានការរីកចម្រើនតទៅមុខឡើយដូចនេះដើម្បីឲ្យបានជោគជ័យតាមផែនការជីវិតយើងត្រូវតែចាប់ផ្ដើមធ្វើភ្លាមនៅអ្វីដែលយើងត្រូវធ្វើកុំបង្អង់យូរទោះបីជាយើងបានអានសៀវភៅល្អអស់រាប់ពាន់រាប់លានក្បាលយ៉ាងណាក៏ដោយក៏យើងបានគ្រាន់តែអានគឺគ្រាន់តែរៀនតែប៉ុណ្ណោះប៉ុន្តែបើយើងមិនបានយកប្រតិបត្តិនៅក្នុងជីវិតរបស់យើងទេនោះក៏មិនមានប្រយោជន៍អ្វីដែរដូចនេះដែរទោះបីជាអ្នកបានអានអត្ថបទនិពន្ធស្ដីពីក្បួនតម្រង់ទិសដៅនៃជីវិតអស់រាប់រយរាប់ពាន់ក្បាលយ៉ាងណាក៏ដោយក៏មិនបានធ្វើឲ្យជីវិតរបស់យើងជោគជ័យដែរបើយើងមិនចាប់ផ្ដើមប្រតិបត្តិតាមនោះការតាំងចិត្តធ្វើការដោយគ្មានការរុញរានឹងជួយឲ្យជីវិតរបស់យើងបានសម្រេចនៅអ្វីដែលយើងចង់បានមនុស្សជាច្រើនដែលមិនបានជោគជ័យដោយសារការមិនបានធ្វើនៅអ្វីដែលត្រូវធ្វើការបង្អង់ការ
ការងារគឺជាការបង្អង់នៃការរីកចម្រើននៅក្នុងជីវិតក្បួនទី18សេចក្តីស្រឡាញ់សេចក្តីស្រឡាញ់គឺជាជីវិតហើយជីវិតត្រូវការសេចក្តីស្រឡាញ់បើគ្មានសេចក្តីស្រឡាញ់ទេក៏គ្មានជីវិតដែរហើយជីវិតកើតចេញពីសេចក្តីស្រឡាញ់សាសនាណាក៏អប់រំមនុស្សឲ្យចេះស្រឡាញ់និងរាប់អានគ្នាដែរមនុស្សនៅលើโลกសង្គ្រាមឆ្លោះគ្នាបន្តដោយសារគ្មានសេចក្តីស្រឡាញ់បើសិនបើមនុស្សយើងមានតែសេចក្តីស្រឡាញ់នោះពិភពលោកពិតជាស្រស់ថ្លាគ្មានហិង្សាគ្មានសង្គ្រាមនិងមានសេចក្តីសុខជាងសពថ្ងៃនេះច្រើនណាស់មនុស្សយើងមានតែចំណេះដឹងហើយគ្មានសេចក្តីស្រឡាញ់នៅក្នុងខ្លួននោះទេអ្នកនឹងក្លាយទៅជាមនុស្សខូខើដោយមិនបានផ្ដល់សេចក្តីសុខដល់អ្នកណាទាំងអស់រួមទាំងខ្លួនអ្នកផងដែរសេចក្តីស្រឡាញ់មានន័យថាផ្ដល់សេចក្តីស្រឡាញ់ដល់គេទទួលនឹងសេចក្តីស្រឡាញ់ពីគេវិញអ្នកខ្លះចង់បានតែសេចក្តីស្រឡាញ់ពីគេតែមិនចេះផ្ដល់សេចក្តីស្រឡាញ់ដល់គេវិញដោយធ្វើបាបគេហើយចង់ឲ្យគេស្រឡាញ់ខ្លួនទៅវិញសេចក្តីស្រឡាញ់រវាងប្តីនិងប្រពន្ធមេដាបិតានិងកូនក៏មិនទាន់គ្រប់គ្រាន់ដែរសេចក្តីស្រឡាញ់ពីមនុស្សកាន់តែច្រើនកាន់តែល្អហើយការផ្ដល់សេចក្តីស្រឡាញ់ក្នុងចំណោមគ្នាឯងក៏មិនគ្រប់គ្រាន់ដែរយើងត្រូវការពីមនុស្សម្នាទាំងឡាយដូចជាមិត្តភ័ក្តិអ្នកជិតខាងនិងមនុស្សដទៃទៀតដែលយើងជួបប្រស័យតាក់ទងជាមួយឬពីអ្នកដែលយើងស្គាល់ទាំងអស់បើយើងគ្មានសេចក្តីស្រឡាញ់ទេយើងក៏មិនអាចធ្វើអ្វីបានទទួលបានជោគជ័យដែរសេចក្តីស្រឡាញ់ត្រូវចេះស្រឡាញ់ខ្លួនយើងស្រឡាញ់អ្នកដទៃស្រឡាញ់ជាតិស្រឡាញ់បរិស្ថានស្រឡាញ់ធម្មជាតិស្រឡាញ់មនុស្សជាតិនិងស្រឡាញ់ភពផែនដីយើងទាំងមូលសេចក្តីស្រឡាញ់ធ្វើឲ្យភពផែនដីគង់វង្សនិងចម្រុងចម្រើនបើគ្មានសេចក្តីស្រឡាញ់ទេភពផែនដីយើងនេះក៏រលាយរលត់ផងដែរមនុស្សដែលបាត់បង់សេចក្តីស្រឡាញ់ហើយជីវិតក៏មិនថិតថេរបានយូរទេកុំថាឡើយដល់ដែលមានភាពជោគជ័យនោះហេតុអ្វីបានជាអ្នកខ្លះទៅសម្លាប់ខ្លួនព្រោះអ្នកនោះយល់ថាគេបោះបង់សេចក្តីស្រឡាញ់គ្មានអ្នកណាគេស្រឡាញ់ខ្លួនគេទេហើយក៏លែងស្រឡាញ់ខ្លួនឯងដែរអ្នកខ្លះមានសេចក្តីស្រឡាញ់តែរវាងមនុស្សពីរនាក់តែប៉ុណ្ណោះដោយមិនខ្វល់អ្នកដទៃថាស្រឡាញ់ខ្លួនឬអត់គឺពួកគេធ្វើអ្វីៗដើម្បីបំពេញតែចិត្តគេពីរនាក់តែប៉ុណ្ណោះដូចដល់មានបញ្ហាមានអ្នកណាគេជួយតើយើងរស់នៅក្នុងសង្គមធំតើយើងអាចមានបញ្ហាដាច់ដោយឡែកពីសង្គមមនុស្សបានទេដូចនេះដើម្បីឲ្យជីវិតយើងជួបតែសេចក្តីសុខយើងត្រូវតែចេះបង្កើតសេចក្តីស្រឡាញ់ចែកចាយសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់រូបសេចក្តីសុខនៅក្នុងចំណោមមនុស្សតែ2 3នាក់មិនមែនជាសេចក្តីសុខយូរអង្វែងឡើយយើងនឹងមិនមានសេចក្តីសុខឡើយបើជុំវិញយើងសុទ្ធតែមនុស្សមានទុក្ខទាំងអស់សេចក្តីស្រឡាញ់ជាមន្តស្នេហ៍នៃជីវិតក្បួនទី19ការចេះប្រើឱកាសនៅក្នុងជីវិតយើងពេលខ្លះបើយើងមិនចេះប្រើឱកាសទេនោះជីវិតយើងនឹងមិនបានជោគជ័យទេការបើយើងមិនចេះប្រើឱកាសសម្រាប់ខ្លួនយើងទេចាំតែព្រេងវាសនាឬក៏បណ្ដោយឲ្យជីវិតយើងអណ្ដែតត្រសែតនោះយើងនឹងមិនបានអ្វីដែលយើងចង់បាននោះទេរឿងលុយកាក់ឬសំណាងល្អមិនដែលរត់មករកយើងឡើយហើយក៏មិនដែលបានដោយងាយៗដែរបើយើងមិនប្រឹងប្រែងបង្កើតវានោះទេបើឱកាសមកដល់ហើយត្រូវតែចេះចាប់យកវាភ្លាមតែបើមិនទាន់មានឱកាសមកទេក៏ត្រូវចេះរងចាំឱកាសផងដែរព្រោះជួនកាលបើយើងធ្វើអ្វីមួយដោយតក់ប្រហោពេកនោះក៏មិនល្អដែរត្រូវប្រកាន់ផ្លូវកណ្ដាលជានិច្ចការដែលមានអ្វីដែលរងចាំគឺជារឿងល្អរងចាំដំណឹងល្អទោះជាយូរបន្តិចក៏ប្រសើរជាងគ្មានអ្វីរងចាំដែរជាទូទៅមនុស្សយើងចេះប្រើឱកាសឆ្លៀតឱកាសរងចាំឱកាសនិងបង្កើតឱកាសបើយើងមានឱកាសហើយយើងមិនចេះចាប់យកឱកាសនោះដំណើរជីវិតយើងក៏ច្បាស់តែមានការយឺតយ៉ាវឬក៏មិនមានជោគជ័យថែមទៀតផងបើយើងចេះសម្រេចបានអ្វីមួយហើយយើងត្រូវតែឈ្មោះឈ្មោលធ្វើរឿងនឹងឲ្យកើតឡើងដោយការខិតខំប្រឹងប្រែងជំនះឧបសគ្គរារាំងខាងមុខឲ្យអស់ទោះជាមានការចេះដឹងប៉ុណ្ណាក៏ដោយបើយើងមិនប្រឹងប្រែងឈ្មោះឈ្មោលទេអ្វីក៏មិនកើតឡើងដែរការចេះបង្កើតឱកាសគឺជាកត្តាលីករជំរុញនូវភាពជោគជ័យមនុស្សយើងមានជោគជ័យគេមិនរងចាំឱកាសទេគេបង្កើតឲ្យឱកាសមានសម្រាប់តែខ្លួនគេតែម្ដងការចេះប្រើឱកាសធ្វើឲ្យជីវិតឆាប់ទទួលបាននូវភាពជោគជ័យក្បួនទី20ធ្វើអ្វីជាក្រុមជីវិតយើងមិនអាចរស់នៅឬធ្វើការតែឯងបានទេគឺយើងត្រូវតែពឹងពាក់គ្នាទៅវិញទៅមកដើម្បីភាពជោគជ័យនិងការជួយសង្គ្រោះគ្នាក្នុងគ្រាមានអាសន្នការងារធំបើធ្វើតែម្នាក់ឯងគឺមិនជោគជ័យដូចជាធ្វើជាក្រុមឡើយពាក្យចាស់ពោលថាចង្កឹះមួយគេកាច់បាក់ចង្កឹះមួយបាច់គេកាច់មិនបាក់ឡើយសាមគ្គីរស់បែកបាក់សាមគ្គីគឺស្លាប់យើងត្រូវចងចាំពាក្យនេះនៅក្នុងជីវិតរបស់យើងនៅក្នុងក្រុមគ្រួសារនៅកន្លែងធ្វើការឬនៅក្នុងប្រទេសមួយបើយើងធ្លោះគ្នាឯងហើយអ្នកក្រៅគ្មាននរណាគេគោរពយើងទេបើយើងបែកបាក់សាមគ្គីគ្នាហើយការងាររបស់យើងក៏បរាជ័យដែរប្តីប្រពន្ធបើឆ្លោះគ្នាហើយមិនត្រឹមតែមិនធ្វើអ្វីបាននោះទេតែនាំឲ្យមានភាពហិនហោចថែមទៀតផងដូច្នេះត្រូវតែចងចាំថាទាំងនៅក្នុងក្រុមគ្រួសារឬកន្លែងធ្វើការយើងត្រូវតែចេះសាមគ្គីគ្នាធ្វើការជាក្រុមទើបទទួលបាននូវភាពជោគជ័យ
ការធ្វើអ្វីជាក្រុមនេះមានសារៈប្រយោជន៍បំផុតនៅពេលយើងជួបគ្រោះអាសន្នឬការទាមទារធ្វើអ្វីមួយបើធ្វើអ្វីតែម្នាក់ឯងបើយើងខុសគូបដិបកយើងងាយប្រហារយើងជាទីបំផុតតែបើយើងចងគ្នាជាក្រុមគូបដិបកចង់ធ្វើអ្វីយើងក៏ពិបាកដែរហើយជួនកាលមិនអាចធ្វើបានតែម្ដងដូចនេះជាការប្រសើរបើយើងចូលរួមសាមគ្គីជាសហជីពសមាគមសម្ព័ន្ធឬក្លឹបនានាតាមដែលអាចធ្វើបានដើម្បីឲ្យជីវិតរបស់យើងរឹងមាំសប្តាហ៍ថ្ងៃយើងមានសមាគមយុវជនសមាគមសន្តាគារសហជីពកម្មករសមាគមនយោជកសមាគមគ្រូពេទ្យសមាគមមេធាវីសមាគមច្បាប់សមាគមវិចិត្រករក្រុមទាំងនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការឲ្យមានការរីកចម្រើនដើម្បីជួយគ្នានិងការពារគ្នាទៅវិញទៅមកយើងឃើញហើយហើយអ្វីបានជានៅក្នុងពិភពលោកនេះមានការចងក្រងជាក្រុមរៀងៗខ្លួនដូចជាសហភាពអឺរ៉ុបអង្គការ NATO សមាគមអាស៊ាននិងក្រុមសម្ព័ន្ធភាពជាច្រើនទៀតគេចងគ្នាជាក្រុមព្រោះគេមានកម្លាំងខ្លាំងសម្រាប់ធ្វើការអភិវឌ្ឍនិងការពារទប់ទល់នឹងសត្រូវរបស់គេហើយជួនកាលសម្រាប់ត្រួតត្រាអ្នកដទៃទៀតផងការជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិធំក៏ត្រូវការកម្លាំងសាមគ្គីពីប្រទេសច្រើនដើម្បីជំនះនៅឧបសគ្គបានការធ្វើសង្គ្រាមប្រឆាំងភេរវកម្មក៏ត្រូវការចូលរួមចំណែកពីគ្រប់ប្រទេសទាំងអស់ផងដែរប្រទេសតែមួយឬពីរមិនអាចធ្វើកិច្ចការនេះបានជោគជ័យឡើយជារួមមករាល់កិច្ចការធំទាំងអស់ត្រូវតែមានការសាមគ្គីគ្នាជាកម្លាំងទើបទទួលបានភាពជោគជ័យជាមួយគ្នានេះផងដែរបើយើងធ្វើការតវ៉ាឬទាមទារអ្វីមួយតែម្នាក់ឯងគឺគ្មាននរណាគេចាប់អារម្មណ៍ឬស្ដាប់យើងទេក៏ប៉ុន្តែបើយើងធ្វើការតវ៉ាឬទាមទារអ្វីមួយជាក្រុមនោះគេនឹងយកចិត្តទុកដាក់ហើយនឹងឆ្លើយតបនឹងតាមសំណូមពររបស់យើងដូចនេះការធ្វើការអ្វីជាក្រុមមានជោគជ័យជាងធ្វើតែម្នាក់ឯងចង់ធ្វើកិច្ចការធំឲ្យបានជោគជ័យត្រូវតែមានសាមគ្គីគ្នាជាដាច់ខាតសាមគ្គីគឺរស់បែកបាក់សាមគ្គីគឺស្លាប់ក្បួនទី21ការជ្រើសរើសដៃគូនៃជីវិតមនុស្សយើងមួយភាគធំបានជោគជ័យឬមិនបានជោគជ័យលើគឺអាស្រ័យទៅលើការជ្រើសរើសដៃគូជីវិតនេះឯងតែម្ដងអ្នកខ្លះមុនពេលរៀបការជីវិតមានការលំបាកនិងស្មុគស្មាញណាស់តែនៅពេលរៀបការរួចហើយជីវិតប្រែប្រួលជាចម្រុងចម្រើនឡើងជារៀងរាល់ថ្ងៃអ្នកខ្លះទៀតមុនពេលរៀបការមានជីវិតជោគជ័យណាស់ធ្វើអ្វីតែងតែសម្រេចតាមគោលបំណងជានិច្ចតែក្រោយពេលរៀបការរួចមកជីវិតក៏ចាប់ប្រែប្រួលជួបបញ្ហាស្មុគស្មាញនិងដុនដាបទៅតើមកពីហេតុអ្វីយើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតនៅក្នុងរឿងជ្រើសរើសដៃគូជីវិតនេះបើយើងជ្រើសរើសខុសជីវិតរបស់យើងក៏ខុសដែរបើយើងជ្រើសរើសត្រូវជីវិតរបស់យើងក៏ជោគជ័យនិងសុខសាន្តផងដែរដៃគូជីវិតខ្លះជួយចម្រុងចម្រើនដល់ជីវិតហើយចំណែកដៃគូជីវិតខ្លះទៀតអាចបង្កបញ្ហាលំបាកដល់ជីវិតដៃគូជីវិតគឺសំខាន់ណាស់សម្រាប់ជីវិតជោគជ័យឬមិនជោគជ័យគឺអាស្រ័យទៅលើដៃគូជីវិតនេះឯងជីវិតច្រើនណាស់ដែលត្រូវទទួលបានជោគជ័យឬបរាជ័យដោយសារដៃគូជីវិតនេះទោះបីជាយើងចេះប៉ុណ្ណាល្អប៉ុណ្ណាពូកែប៉ុណ្ណាប្រឹងប្រែងប៉ុណ្ណាខ្លាំងក្លាប៉ុណ្ណាក៏យើងមិនអាចមានជោគជ័យនៅក្នុងជីវិតនេះបានដែរបើដៃគូជីវិតរបស់យើងជាមនុស្សយ៉ាប់រកលេខដាក់គ្មាននោះក៏ប៉ុន្តែបើយើងល្អហើយជួបដៃគូជីវិតល្អដែរនោះជីវិតរបស់យើងនឹងជួបនឹងសេចក្តីសុខនិងមានភាពជោគជ័យគ្រប់ការងារទាំងអស់គឺថាមិនបាច់ប្រឹងប្រែងខ្លាំងទេអ្វីក៏អាចកើតមានផងដែរអ្នកនយោបាយល្បីៗអ្នកចំនួនធំអ្នកមានជោគជ័យនៅក្នុងជីវិតដទៃទៀតសុទ្ធតែមានដៃគូជីវិតល្អទាំងអស់គឺគេចេះជួយគ្នាក្នុងគ្រប់កិច្ចការងារអ្នកក្រខ្លះអាចទៅជាមានបានដោយសារដៃគូនៃជីវិតសុទ្ធតែជាមនុស្សល្អហើយអ្នកមានខ្លះលាក់ខ្លួនក្រក៏ដោយសារដៃគូនៃជីវិតដែលមិនល្អដូចនេះមុននឹងសម្រេចចិត្តជ្រើសរើសនរណាម្នាក់មកធ្វើជាដៃគូជីវិតយើងត្រូវពិនិត្យវិច័យឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយដើម្បីជៀសវាងនៅវិបដិសារីនៅក្នុងជីវិតការជ្រើសរើសដៃគូជីវិតមិនដូចជាការទិញរបស់របរប្រើប្រាស់នោះទេបើខុសយើងអាចដូរបានឬទិញថ្មីទៀតក៏ប៉ុន្តែបើជ្រើសរើសដៃគូជីវិតខុសហើយជីវិតរបស់យើងនឹងយ៉ាប់ហើយគ្មាននរណាជួយបានទេនៅក្នុងរឿងហ្នឹងលក្ខណៈសម្បត្តិរបស់ដៃគូជីវិតសម្រាប់ពិចារណារួមមានតាក់ទងទៅនឹងរូបសម្បត្តិចរិយាសម្បត្តិវិជ្ជាសម្បត្តិប្រាជ្ញាសម្បត្តិទ្រព្យសម្បត្តិគុណសម្បត្តិភាពគួរឲ្យស្រឡាញ់និងលក្ខណៈសម្បត្តិដទៃផ្សេងទៀតមនុស្សយើងគ្មាននរណាមានលក្ខណៈសម្បត្តិទាំងអស់ខាងលើនេះនោះទេអ្នកខ្លះខ្លួនឯង